សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អវិញ្ញាណមានពិតហើយថ្ងៃនេះមាន Admin មានសាច់រឿងថ្មីទៀតហើយសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅចន្លោះជួរភ្នំក្រវានដែលពោពេញដោយដើមឈើបុរាណអាយុរាប់រយឆ្នាំមានតំបន់ព្រៃក្រាស់ខ្មៅងងឹតមួយដែលត្រូវបានគេប្រសិទ្ធនាមថាភ្នំស្ត្រីប្រាយទីនេះជាកន្លែងដែលមិនធ្លាប់មានពន្លឺឆ្ងាយចាំងចូលដល់ដីឡើយមានតែខ្យល់ស្ងួតបក់កាត់មែកឈើងាប់បន្លឺសំឡេងក្រហឹមដូចជាសត្វសាហាវក្នុងនរកប្រាយនៅទីនេះមិនមែនជាវិញ្ញាណខ្មោចធម្មតាទេប៉ុន្តែពួកវាជាប្រាយស្ត្រីដែលកើតចេញពីឈាមការគុំគួននិងការសងសឹកពូជអម្បូររវាងមនុស្សនិងបិសាចព្រៃកាលពីសម័យបុរាណសុខាបុរសម្នាក់ដែលមានចិត្តសាហាវនិងជាព្រានព្រៃដែលចូលចិត្តសម្លាប់សត្វធាតុនិងកាប់បំផ្លាញឈើទាលបុរាណបានបោះជំរុំដេកម្នាក់ឯងនៅជើងភ្នំនោះទាំងយប់អាធាត្រាត់មេឃយប់នេះខ្មៅងងឹតដូចទឹកខ្មៅពពកបាំងបិទពន្លឺចន្ទ្រាទាំងស្រុងបន្សល់ទុកតែភាពអាត្រឹកពឹងដែលគួរឲ្យថប់ដង្ហើមម៉ោង12យប់ចំក្លិនស្អុយអសោចចម្លែកម្យ៉ាងដូចជាក្លិនសត្វមនុស្សដែលរលួយផ្អាប់ទុកក្នុងទឹកខ្ទុះបានភីមកប៉ះចំងក់របស់សុខាយ៉ាងខ្លាំងភ្នក់ភ្លើងដែលគេបង្កាត់ទុកស្រាប់តែប្រែទៅជាឆាក់ឡើងនៅអណ្ដាតភ្លើងពណ៌ខៀវស្រងាត់រួចក៏រលត់ឈឹងក្នុងវិនាទីនោះខ្វាងងឹតស្លុបវីលុកភ្លាមព្រមជាមួយសំឡេងសើចគ្រលួយរបស់ស្ត្រីម្នាក់បន្លឺឡើងពីលើដើមឈើធំកក់អាកសុខាឯងមកហែកសัตว์យើងទៀតមែនទេសំឡេងនោះត្រជាក់ស្រែបដល់ឆាំងខ្នងសុខាស្ទុះក្រោកឈរដៃក្តាប់កំភ្លើងបាញ់សัตว์យ៉ាងណែនប៉ុន្តែស្បែកក្បាលរបស់គេចាប់ផ្ដើមស្ពឹកអស់រោមដៃរោមជើងបាសច្រងាងរំពេកនោះគេឮសំឡេងស្រើកនៅពីក្រោយខ្នងដូចជាមានអ្វីធ្ងន់កំពុងវាអូនដីគេងាកក្រៅយឺតអ្វីដែលគេបានឃើញធ្វើឲ្យគេស្ទើរតែគាំងបេះដូងស្លាប់ឡាយពីមុខគេគឺមានរូបរាងស្ត្រីម្នាក់ខ្ពក់ស្រឡំសក់វែងអន្លាយអូដីគ្របដណ្ដប់ផ្ទៃមុខដែលរយះរយាយគ្មានសាច់ថ្វាងអ្វីដែលរន្ធត់បំផុតនោះគឺខ្លួនប្រណាងរបស់នាងចាប់ពីកញ្ចាំងការចកក្រោមប្រែជារូបរាងដូចជាសត្វកណ្ដោតយក្សដែលមានជើងរាប់ចាប់និងមានក្រញងវែងពណ៌ខ្មៅមុតស្រួយនោះនាងគឺជាមេប្រាយសត្រូវដែលកាលពីជាតិមុនសុខាធ្លាប់បានធ្វើទារុណកម្មសម្រាប់នាងយ៉ាងព្រៃផ្សៃគុំចូលមកសុខាស្រែករួចកេះកាយកំភ្លើងផាំងបង្កាយក្របកំភ្លើងបែរជារលីបាត់ទៅក្នុងខ្លួនប្រាយនោះដូចជាទឹកមេប្រាយសត្រូវហែកមាត់សោយដិលត្រចៀកបង្ហាញឲ្យឃើញធ្មេញច្រេះចាប់និងអណ្ដាតវែងដូចអាសៀរពីសរួចនាងបាងទម្លាក់ខ្លួនចុះពីលើដើមឈើវាតម្រង់មករកសុខាយ៉ាងលឿនដូចខ្យល់គូចសុខាភ័យខ្លាចដល់ថ្នាក់លេចញោមដាក់ខោគេស្ទុះរត់គេសខ្លួនប៉ុន្តែជើងទាំងពីររបស់គេត្រូវរើសឈើងាប់ដុះចេញពីដីមកពាត់ជុំវឹងកជើងយ៉ាងណែនទៀងគេដួលផ្ងាក្រោយទៅលើដីភុកក្នុងខណៈនោះព្រៃទាំងមូលស្រាប់តែប្រែជារស់រវើវិញ្ញាណប្រាយស្ត្រីតូចរាប់រយក្បាលទៀតដែលមានមុខម៉ាត់ដូចមនុស្សតែមានភ្នែកក្រហមឆ្អៅដូចភ្នក់ភ្នើងនរកបានវីចេញពីក្នុងដើមឈើនិងដីភុកចូលមកចោមរោមជុំវិញខ្លួនសុខាពួកវាចាប់ផ្ដើមប្រែក្រញក់វែងខ្វិចបកស្បែកមុខសុខាទាំងរស់បន្លឺសំឡេងស្រើតគួរឲ្យស្រាវថ្មិញដល់ខួរក្បាលសុខាស្រែកយំដោយការឈឺចាប់បំផុតប៉ុន្តែគ្មានសំឡេងចេញមកក្រៃឡើយពីព្រោះមេប្រាយបានលូបរៀមដៃចូលក្នុងមាត់របស់គេហើយចាប់ទីងអណ្ដាតរបស់គេដាត់ចេញបាត់ទៅហើយពូប្រាយស្ត្រីដ៏ខូខើទាំងនោះបានចាប់ផ្ដើមប្រាយថ្មិញកម្មហែកសាច់ដៃជើងរបស់គេម្ដងមួយដុំសំឡេងកម្មទំពាសាច់ស្រស់ជ្រុបលាយឡំជាមួយនឹងសំឡេងកាច់បំបីជើងចិនរីរបស់សុខាក្រាក់បន្លឺឡើងពេញព្រៃងងឹតសុខាមានអារម្មណ៍ថាគ្រឿងក្នុងសួតនិងថ្លើមរបស់គេត្រូវបានពួកវាលូកទាញចេញមកខាងក្រៅទាំងក្តៅហុយដើម្បីយកមកចែកគ្នាជប់លៀងយ៉ាងសប្បាយរីករាយពួកវាមិនបានបណ្ដោយឲ្យសុខាស្លាប់ភ្លាមឡើយប៉ុន្តែបានប្រើសើលងងឹតដើម្បីរក្សាដង្ហើមរបស់គេឲ្យគេដឹងរាល់ការឈឺចាប់នៃការត្រីគេស៊ីសាច់ទាំងរស់រហូតដល់កម្រិតបំផុតជាចុងក្រោយមេប្រាយសត្រូវបានខ្ចក់ឈាមពីសពណ៌ខ្មៅចូលទៅក្នុងភ្នែកទាំងពីររបស់សុខារួចចាប់ដកព្រលឹងរបស់សុខាចេញពីសាកសពយឺតព្រលឹងរបស់សុខាត្រូវបណ្ដាសាបង្ខំឲ្យខ្លាយជាប្រាយសត្រូវកម្រិតទាប
ដែលមានរូបរាងរយៈរយាយនិងត្រូវស្ថិតនៅក្រោមការទារុណកម្មរបស់មេប្រាយយ៉ាងរីរារហូតគ្មានថ្ងៃបានទៅចាប់ជាតិឡើយព្រឹកឡើងព្រានព្រៃដតីទៀតចូលទៅតាមរកសុខាក៏ប្រដេះតែសម្លៀកបំពាក់ឯកសនកំភ្លើងនិងស្បៃកំភ្លើងដែលប្រឡាក់ឈាមជោកនៅលើដីភុកប៉ុន្តែគ្មានសាកសពមនុស្សឡើយចាប់ពីយប់នោះមកអ្នកភូមិនិងអ្នកដំណើរតែងតែឮសំឡេងបុរសម្នាក់ស្រែកថ្ងោដោយការឈឺចាប់និងសំឡេងកម្មទំពាឆាំងក្រាក់ក្រាក់ចេញពីក្នុងព្រៃភ្នំស្ត្រីប្រៃនោះរៀងរាល់យប់អាធិត្រាត់វ៉ាសិនជាអ្នកកំពុងអានដល់ចំណុចនេះហើយស្រាប់តែមានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់មកប៉ះកញ្ចឹងកឬឮសំឡេងអ្វីម្យ៉ាងវានៅលើដំបូលផ្ទះរបស់អ្នកសូមកុំងើបមើលទៅក្រៅឡើយពីព្រោះគេប្រហែលជាតាមធំក្លិនការភ័យខ្លាចរបស់អ្នកនឹងកំពុងឈរអឺតមើលពីខាងក្រោយអ្នកនៅវិនាទីនេះហើយក្រោយពីការបាត់បង់ដ៏អាត្រកំប៉ឹងរបស់ព្រានព្រៃសុខាក្រុមប៉ូលីសស៊ើបអង្កេតចំនួន5នាក់ដឹកនាំដោយសេនាធិការរិទ្ធដែលជាប៉ូលីសជើងចាស់ចិត្តស្លោកនិងក្រុមកាយរិទ្ធព្រៃម្នាក់ឈ្មោះសៅបានសម្រេចចាត់បំពាក់អាវុធគ្រប់ដៃដើរចូលទៅក្នុងភ្នំសត្រូវប្រាយដើម្បីតាមស្វែងរកសាកសពឬដានជើងរបស់សុខាពួកការងារចូលទៅដល់ជម្រៅព្រៃចន្លោះម៉ោង6រសៀលប៉ុន្តែគ្រាន់តែឈានជើងចូលជ្រៅពន្លឺព្រះអាទិត្យស្រាប់តែរលត់បាត់ឈឹងជំនួសដោយអស់ខ្មៅត្រជាក់ស្រែបនិងភាពងងឹតស្លុបដូចយប់អាធិត្រាត់សំឡេងឧបករណ៍តាក់ទងវីរុសរបស់ប៉ូលីសចាប់ផ្ដើមបន្លឺឡើងក្រាត់ក្រាត់រួចក៏ប្រែទៅជាសំឡេងខ្សឹបខ្សួលញើគុំចូលមកពួកវាឃ្លានណាស់វាជាសំឡេងរបស់សុខាអ្នកណានិយាយចេញមករឹតស្រែកកំហក់ព្រមទាំងបញ្ជាឲ្យដកកំភ្លើងខ្លីនិងពេលមកបំលើពន្លឺពេលចាស់កាត់អប់ស្រាប់តែក្រុមកាយរិទ្ធសៅលាន់មាត់ទាំងភ្ជាក់រន្ធត់លោកមេមើលលើដើមឈើនៅលើមែកឈើបុរាណធំសងខាងផ្លូវគឺសម្លៀកបំពាក់ឯកសនប៉ូលីសនិងស្បែកមនុស្សដែលត្រូវបានបកចេញទាំងផ្ទាំងចងភៀវយល់យកដូចជាសាច់ក្រៀមឈាមស្រស់នៅតក់មកលើដីតក់រុំពេកនោះក្លិនស្អុយអាសោយដោយខ្ទុះសាក់សពបានភីបកខ្មុកខ្លាំងរហូតដល់ប៉ូលីសទាំងពីរនាក់ចាប់ផ្ដើមក្អួតចង្អោរចេញមកជាឈាមខ្មៅខាប់មិនទាន់ទាំងដឹងខ្លួនផងស្រាប់តែមានសំឡេងស្រឿតយ៉ាងលឿនចេញពីក្នុងក្រាស់ស្មៅវិញ្ញាណប្រែសត្រូវកម្រិតទាបដែលជាព្រលឹងរបស់សុខាបានវាចេញមកភ្នែកវាឡានចេញមកក្រៅគ្មានក្របភ្នែកគេស្ទុះមកកម្មតបាក់កប៉ូលីសម្នាក់ទៀងផ្ដួលទៅលើដីភុកភ្លាមផាំងប៉ូលីសទាំងអស់បាយការបាញ់ប្រហារយ៉ាងសាហាវប៉ុន្តែក្របកំភ្លើងទំនើបបាញ់ធ្លឺខ្លួនខ្មោចសុខាទៅមុខនឹងដើមឈើដោយគ្មានឈាមឬរបួសអ្វីទាំងអស់ផ្ទុយទៅវិញមុខរបួសដែលត្រូវក្របកំភ្លើងបែរជាហាមាត់សាច់កក់ក្អាកភ្លាមនោះមេប្រៃសត្រូវដែលមានក្បាលជាស្ត្រីរលួយសងវែងអូដីនិងខ្លួនជាសត្វកណ្ដោតយ៉ាក់ជើងរាប់ចាប់បានលោតទម្លាក់ខ្លួនចុះពីលើដើមឈើមកផ្ទប់ផ្លៃរត់របស់ពួកគេនាងប្រាវជើងស្រួចដូចដាវចាក់ទម្លាយទ្រូងប៉ូលីសទី2និងទី3ព្រមគ្នារួចទាញយកគ្រឿងក្នុងកដៃហុយមកញាត់ចូលក្នុងមាត់ទំពាលាន់លឺសូជ្រុបក្រាក់នៃឆ្អឹងចិនរីដែលបាក់បែកពេញព្រៃងងឹតសេនាធិការរិទ្ធនិងក្រុមកាយរិទ្ធសៅភ័យស្លន់ស្លោរត់គេចខ្លួនត្រឡប់ក្រោយប៉ុន្តែផ្លូវដែលពួកគេទៅតែដើរកាត់ស្រាប់តែប្រាយជាជញ្ជាំងសាច់មនុស្សដែលដុះឡើងបិទជិតឈឹងទាំងស្រុងវិញ្ញាណប្រាយស្ត្រីរាប់រយក្បាលបានហោះក្រវ៉ែលពាត់ជុំវិញខ្លួនពួកគេសៅបានមេប្រាយឡោមរុំរួចប្រាយក្រញក់វែងខ្វិចបកស្បែកក្បាលរបស់គេទាំងរស់ខណៈដែលរិទ្ធត្រូវមេប្រាយយកអណ្ដាតវែងដោយអាស៊ីរ៉ូពីសមករុំពាត់កទាញលើកឡើងទៅលើអាកាសរិទ្ធភ្នែកឡានចេញមកក្រៅឈាមហូរចេញតាមត្រចៀកនិងច្រមុះមុនពេលដកដង្ហើមចុងក្រោយគេបានឃើញព្រលឹងរបស់សៅនិងមិត្តភក្តិប៉ូលីសទាំងអស់ត្រូវបានមេប្រាយចាប់ហែកស្រូបយកទៅក្នុងពោះវៀនរបស់នាងទាំងអស់ដើម្បីបង្ខំឲ្យខ្លាយជាបារីវ៉ាប្រាយសត្រូវយាមភ្នំនេះបន្តព្រឹកឡើងមិនទាន់មានអ្នកណាហ៊ានចូលទៅតាមរកក្រុមប៉ូលីសនោះទេមានតែឧបករណ៍តាក់ទងវីរុសដែលធ្លាក់នៅលើដីភុកបន្លឺសំឡេងក្រាត់ព្រមទាំងសំឡេងសាយគ្រលួចរបស់មេប្រាយបន្លឺលើយកណ្ដាលព្រៃស្ងាត់ជ្រងាំបណ្ដាស់នៃភ្នំសត្រូវប្រាយមិនបានបញ្ឈប់ត្រឹមបន្ទាត់ព្រៃក្រាស់នោះទេការគុំគូនកំហឹងរបស់មេប្រាយដែលមានអាយុកាលរាប់រយឆ្នាំបានហោះកាត់វាលកាត់កោះតាមធុំក្លិនឈាមរលានដោចូលទៅក្នុងទីក្រុងដ៏ modern និងមានពន្លឺភ្លើងចាំងផ្លែតដែលជាកន្លែងស្នាក់នៅរបស់ក្រុមគ្រួសារប៉ូលីសទាំងអស់នោះទីក្រុងដែលអ៊ូអរឡើងមានសុវត្ថិភាពទៀតហើយនៅយប់អាធិត្រាឈានចូលមកដល់ផ្ទះល្វែងដ៏ modern របស់សុភ័ក្រ
ដែលត្រូវជាភរិយារបស់សេនាធិការិទ្ធស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ខុសធម្មតានៅម៉ោង 12 យប់ចំភ្លើងអំពូលអគ្គិសនីក្នុងផ្ទះស្រាប់តែរោមទូចទៅមួយរួចប្រែជាពណ៌ខៀវស្រងាត់ភាយម៉ាស៊ីនត្រជាក់ដែលធ្លាប់តែបោះខ្យល់ត្រជាក់ល្មមស្រាប់តែបញ្ចេញខ្យល់ត្រជាក់ស្រែបដល់ឆ្អឹងខ្នងលាយឡំជាមួយនឹងក្លិនស្អុយស្អោចដូចជាសាកសពរលួយផ្អាប់ទុកក្នុងទឹកខ្ទុះក្រាត់ក្រាត់សំឡេងចម្លែកបន្លឺឡើងពីលើពីដានបេតុងដ៏ក្រាស់វាមិនមែនជាសំឡេងកណ្ដោរត់ទេប៉ុន្តែវាជាសំឡេងគ្រឿងក្នុងធ្ងន់ធ្ងរនិងសើមចោកកំពុងវាអូសយឺតសុភ័ក្រភ័ក្រផ្អើតរោមដៃរោមជើងបាសច្រងាងគេព្យាយាមបើកភ្លើងទូរស័ព្ទប៉ុន្តែអេក្រង់ទូរស័ព្ទរបស់គេស្រាប់តែលោតរូបភាពវីដេអូពណ៌ឈាមបង្ហាញពីផ្ទៃមុខរបស់សេនាធិការិទ្ធដែលរយះរយាយគ្មានក្រាប់ភ្នែកកំពុងហែកមាត់ខ្សឹបថាបើកទូយាយអូនផងពួកយើងមកដល់ផ្ទះហើយ